ជាការកត់សម្គាល់របស់ខ្ញុំទាក់ទងទៅនឹងការធ្វើកិច្ចការណាមួយដែលអត់បានជោគជ័យឬក៏អត់បានសម្រេចភាគច្រើនគឺបណ្ដាលមកពីការមិនព្រមសិក្សាស្វែងយល់ពីអ្វីដែលយើងកំពុងតែធ្វើឲ្យបានច្បាស់លាស់ឲ្យបានគ្រប់ជ្រុងជ្រោយបងប្អូនមិនថាបងប្អូនធ្វើការងារនៅផ្នែកអីទេបងប្អូនត្រូវតែសិក្សាស្វែងយល់ពីវាពីមួយដំណាក់កាលទៅមួយដំណាក់កាលជាក់ស្ដែងដូចជាការធ្វើស្រែចម្ការក៏ដូចគ្នាបងប្អូនទាក់ទងទៅនឹងការប្រើប្រាស់ជីការបាញ់ថ្នាំសូម្បីតែការបាញ់ថ្នាំក៏យើងត្រូវសិក្សាស្វែងយល់ពីពេលវេលានៃការបាញ់ម៉ោងណាយើងគួរបាញ់ហើយខ្យល់ពេលដែលមានខ្យល់មកតើវាអាចប៉ះពាល់អីខ្លះដល់ដំណាំដែលយើងដាំណាបងប្អូនដូចជាស្ដែងខ្ញុំបាញ់ថ្នាំស្មៅអញ្ចឹងបងប្អូនព្រោះដើមដលងយើងវានៅតូចដែរណាបើសិនតែយើងបាញ់នៅពេលថ្ងៃព្រោះពេលថ្ងៃភាគច្រើនគឺវាខ្យល់បងប្អូនកាលណាយើងបាញ់កំឡុងពេលដែលវាមានខ្យល់ខ្លាំងហើយយើងបាញ់ថ្នាំស្មៅពេលដែលមានខ្យល់មកវានឹងខ្យល់វានឹងនាំអាសារធាតុថ្នាំនោះទៅប៉ះនឹងដើមដំឡូងប៉ះអីវាប៉ះពាល់ច្រើនធ្វើឲ្យការលូតលាស់របស់ដំឡូងគឺវាមានភាពយឺតយ៉ាវចំពោះការបាញ់ថ្នាំពៅក៏ដូចគ្នាបងប្អូនថ្នាំពៅយល់ល្អយើងបាញ់ពេលព្រឹកព្រលឹមពេលល្ងាចបើភាគច្រើនគេឲ្យបាញ់ព្រឹកនិងល្ងាចតែជាការ recommend របស់ខ្ញុំគឺបាញ់ពេលព្រឹកល្អព្រោះពេលព្រឹកបន្ទាប់ពីយើងបាញ់ហើយរុក្ខជាតិវានឹងធ្វើរស្មីសំយោគព្រោះយើងបាញ់ឲ្យវាបែកសាច់មកវាធ្លាក់នៅលើស្លឹកនឹងធ្វើរស្មីសំយោគនៅពេលព្រឹកគឺជាពេលដែលយើងគួរបាញ់ថ្នាំពៅថ្នាំអីណាបងប្អូនហើយតើតើនឹងការប្រើប្រាស់ជីភាគច្រើនប្រជាពលរដ្ឋរបស់យើងគឺអត់សូវយល់ច្បាស់ពីការប្រើប្រាស់ជីឲ្យបានត្រឹមត្រូវទេជួនកាលគាត់ទិញតែជីណាដែលវាមានតម្លៃធូរថ្លៃហើយគាត់ដាក់តែមួយមុខហើយដាក់តែម្ដងទៀតអានោះក៏ជាចំណែកតូចដែលយើងគួរតែសិក្សាស្វែងយល់ដែរបងប្អូនការប្រើប្រាស់ជីដូចគេដាក់អក្សរ NPK ហើយរបៀបមើលជីគេមើលយ៉ាងម៉េចដើម្បីឲ្យវាត្រូវនឹងដំណាំរបស់យើងណាបងប្អូនអានោះមានតែយើងទេដែលយើងត្រូវសិក្សាស្វែងយល់ដោយខ្លួនឯងកាលណាយើងសិក្សាស្វែងយល់កាន់តែច្បាស់អ្វីដែលយើងធ្វើគឺវាកាន់តែមានប្រសិទ្ធភាពផលរបស់វាក៏កាន់តែកើនឡើងដែរបងប្អូនសំបីតែអ្នកលក់ខ្លះគាត់លក់តែគាត់អត់ចេះមើលជីថាជីណាល្អហើយប្រភេទ NPK នោះវាមានប្រមាណ TE នោះគឺមានន័យយ៉ាងម៉េចគាត់អត់ចេះពន្យល់ដល់អ្នកប្រើប្រាស់ទេបងប្អូនភាគច្រើនគេថាអូអានេះគេដាក់ទៅវាល្អអញ្ចេះល្អអញ្ចោះគាត់អត់ដឹងហើយគាត់ចេះតែនិយាយណាបងប្អូនដល់ពេលយើងអ្នកប្រើប្រាស់យើងអត់បានស្វែងយល់ទៀតទិញមកខាត់លុយយើងព្រោះកាលណាយើងធ្វើអីមួយក៏ដោយកាលណាយើងចំណាយកាន់តែច្រើនផលចំណេញវាកាន់តែតិចហើយបងប្អូនមិនថាធ្វើអីក៏ដោយបើសិនតែយើងកាត់បន្ថយថ្លៃដើមបានកាន់តែច្រើនផលចំណេញរបស់យើងក៏កាន់តែច្រើនដូចគ្នាបងប្អូនអានោះរបៀបនៃការវាជាតិចនិចឬក៏របៀបផ្នែកគំនិតនៅក្នុងការធ្វើការរបស់មនុស្សម្នាក់វាអត់ដូចគ្នាទេបងប្អូនតែបើសិនតែយើងរៀនពីចំណុចតូចមួយចាប់ដើមឲ្យតែយើងធ្វើអីមួយយើងចាប់ដើមរៀនពីវាស្វែងយល់វាអត់ដែលមានណាទៅធ្វើអីមួយចេះទាំងអស់តែម្ដងទេបងប្អូនវាមានខុសខ្លះត្រូវខ្លះតែយើងត្រូវប្រកាន់ភ្ជាប់អាគំនិតមួយថាធ្វើអីក៏ដោយយើងត្រូវតែរៀនសូត្រពីវាមួយថ្ងៃបន្តិចយូរទៅវានឹងបានផលជួនកាលគំនិតដែលយើងរៀនថ្ងៃនេះវាអត់ទាន់បានផលថ្ងៃនេះថ្ងៃស្អែកឬក៏ឆ្នាំក្រោយអីទេវាត្រូវការពេលយូរដល់ពេលយើងទៅជួបបញ្ហាអីមួយអូគំនិតនេះយើងធ្លាប់បានរៀនពីមុនយើងចាប់ផ្ដើមដឹងហើយវាមិនអ្វីដែលយើងរៀនថ្ងៃនេះយើងអាចអនុវត្តបាននៅថ្ងៃនេះទេបងប្អូនជួនកាលគំនិតយើងរៀនតាំងពីតូចបទពិសោធន៍ដែលយើងធ្លាប់ជួបតាំងពីតូច
ទល់តែយើងអាយុរៀងចំណាស់បន្តិចបានយើងអាចយល់ពីអត្ថន័យដែលយើងធ្លាប់ជួបឬក៏អ្វីដែលយើងធ្លាប់ឆ្លងកាត់យើងទើបតែយល់ណាបងប្អូនក៏ពិតទៅខ្ញុំក៏មិនមែនជាអ្នកជំនាញខាងផ្នែកកសិកម្មអីដែរបងប្អូនគ្រាន់តែខ្ញុំចូលចិត្តរៀនសូត្រច្រើនឲ្យតែខ្ញុំធ្វើអីមួយខ្ញុំក៏សម្គាល់របៀបនៃការប្រើប្រាស់ជីរបៀបនៃការប្រើប្រាស់ថ្នាំហើយថ្នាំគួរតែយកមកធ្វើម៉េចដើម្បីឲ្យយើងអាចបាញ់ទៅវាចំណេញណាបងប្អូនយើងត្រូវតែរៀនសូត្រពីវាបន្តិចយូរទៅយើងកាន់តែបានចំណេះដឹងកាន់តែច្រើនបទពិសោធន៍យើងក៏ធ្លាប់ជួបច្រើនដែរអានោះចាប់ផ្ដើមឲ្យផលបណ្ដើហើយបងប្អូនអានេះជាចំណុចវិជ្ជមានដែលយើងគួរតែប្រកាន់ខ្ជាប់ដាក់ខ្លួនដើម្បីឲ្យជីវិតរបស់យើងកាន់តែប្រសើរណាបងប្អូនចាំមានពេលឱកាសក្រោយខ្ញុំនឹងធ្វើវីដេអូបង្ហាញពីរបៀបនៃការប្រើប្រាស់ជីរបៀបនៃការមើលជីយ៉ាងម៉េចដែលវាមានគុណភាពល្អខ្ញុំនឹងធ្វើវីដេអូមួយដាច់ដោយឡែកដើម្បីបង្ហាញបងប្អូនហើយជាចំណេះដឹងតិចតួចដែលខ្ញុំបានដឹងខ្ញុំនឹងចែករំលែកទៅកាន់បងប្អូនដែលបានមើលវីដេអូរបស់ខ្ញុំណាបងប្អូនជាចុងក្រោយក៏សូមអរគុណបងប្អូនដែលបានមើលវីដេអូនេះរហូតដល់ចប់ណាបងប្អូនបើបងប្អូនស្រឡាញ់ចូលចិត្តកុំភ្លេចជួយចុច like ហើយនិង subscribe channel របស់ខ្ញុំមួយផងណាបងប្អូនអរគុណ